តើក្រុមហ៊ុន Grand Twin International Cambodia PLC នឹងបែងចែកភាគលាភទេសម្រាប់ឆ្នាំ2024ចែកប៉ុន្មានរៀលក្នុងមួយភាគហ៊ុននៅពេលណាដែរដើម្បីតាមដានព័ត៌មានទាន់ហេតុការណ៍ថ្មីសូមចុច Subscribe Channel ឬយកសញ្ញារូបកណ្ដឹងគាំទ្រនិងជួយចិត្តសូមចុច Follow Like Share មានចម្ងល់ឬមតិយោបល់ចូលរួមអាច Comment នៅក្នុងវីដេអូនេះផងដែរតាមសេចក្តីប្រកាសការផ្តល់ព័ត៌មានដែលចេញផ្សាយថ្ងៃទី10ខែមិថុនាឆ្នាំ2025ស្តីពីផែនការបែងចែកភាគលាភរបស់ក្រុមហ៊ុន Grand Twin យោងតាមសេចក្តីសម្រេចនិងកំណត់ហេតុនៃកិច្ចប្រជុំរបស់ក្រុមសាភិបាលចុងថ្ងៃទី16ខែឧសភាឆ្នាំ2025ក្រុមសាភិបាលបានសម្រេចនិងគ្រោងនឹងដាក់ជូនភារកិច្ចអនុម័តនិងសម្រេចក្នុងមហាសន្និបាតភារកិច្ចលើកទី11នៅថ្ងៃទី17ខែមិថុនាឆ្នាំ2025លើការសម្រេចបែងចែកភាគលាភជូនភារកិច្ចដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតរបស់ក្រុមហ៊ុនដោយមាននៅក្នុងឯកសារភ្ជាប់ផែនការស្តីពីការបែងចែកភាគលាភជូនភារកិច្ចមានដូចតទៅទី1ប្រភេទភាគលាភគឺជាសាច់ប្រាក់ទី2រយៈពេលភាគលាភគឺសម្រាប់ប្រចាំឆ្នាំ2024ទី3អនុប័ណ្ណនៃការបែងចែកភាគលាភលើស 83% ជាងនៃចំណេញសុទ្ធក្រោយបង់ពន្ធប្រចាំឆ្នាំ2024ចំណុចទី4ភាគលាភសរុបដែលបែងចែកគឺ 1,600 លានរៀលដែលស្មើប្រហែល $40,000 ទី5ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិឬមួយភាគហ៊ុនស្មើនឹង40រៀលថ្ងៃ Ex Dividend ឬ Ex Rider ថ្ងៃទី26ខែមិថុនាឆ្នាំ2025ចំណុចទី7ការបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគនិកដែលទទួលបានភាគលាភឬ Record Date គឺនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025ចំណុចទី8បើការបរិច្ឆេទចាប់ផ្ដើមទូទាត់ភាគលាភថ្ងៃទី7ខែកក្កដាឆ្នាំ2025សូមវិជ្ជកិនមើលសេចក្តីបញ្ជាក់ខាងក្រោមបាទចំណុចទី1ភាគនិកដែលមានសិទ្ធិទទួលបានភាគលាភគឺត្រូវមានឈ្មោះក្នុងបញ្ជីភាគនិកផ្លូវការដែលរៀបចំឡើងនៅថ្ងៃទី25ខែមិថុនាឆ្នាំ2025មានន័យថាវិជ្ជកិនត្រូវទិញហ៊ុនឬក៏កាន់កាប់រហូតដល់ថ្ងៃទី25ខែមិថុនា2025អត់លក់ចេញគឺមានសិទ្ធិទទួលបានភាគលាភហើយចំណុចទី2គឺវិជ្ជកិនទាំងឡាយណាដែលលក់ហ៊ុនចាប់ពីថ្ងៃទី26ខែមិថុនា2025តទៅនៅតែមានសិទ្ធិទទួលបានភាគលាភរីឯវិជ្ជកិនដែលទិញហ៊ុនទិញមូលបត្រកម្មសិទ្ធិចាប់ពីថ្ងៃទី26មិថុនាតទៅគឺមិនមានសិទ្ធិទទួលបានភាគលាភទេសម្រាប់ឆ្នាំ2024ចំណុចទី4នោះការទូទាត់ភាគលាភគឺចាប់ផ្ដើមពីថ្ងៃទី7ដល់ថ្ងៃទី11ខែកក្កដាឆ្នាំ2025ជារៀងរាល់ថ្ងៃធ្វើការនេះជាផែនការនៅក្នុងវិភារៈដូច្នេះយើងត្រូវរងចាំការសម្រេចផ្លូវការនៅថ្ងៃប្រជុំមហាសន្និបាតភាគនិកលើកទី11ថ្ងៃទី17ខែមិថុនា2025តើមានអ្វីប្រែប្រួលឬក៏រក្សានៅដដែលគួររំលឹកផងដែរថា Grand Twin International ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជាថ្ងៃទី16ខែមិថុនាឆ្នាំ2014បន្ទាប់ពីរដ្ឋកោទឹកនៅក្នុងទីផ្សារគោលជាវិស័យវេទនភ័ណ្ឌសម្លៀកបំពាក់ហើយក្រុមហ៊ុននេះទទួលបានការលើកលែងពន្ធពីប្រទេសកាណាដានិងសហភាពអឺរ៉ុបទីផ្សារដែលស្រូបទាញផលិតផលច្រើនជាងគេគឺទៅកាន់សហភាពអឺរ៉ុបសហរដ្ឋអាមេរិកប្រទេសនៅអាស៊ីនិងប្រទេសដទៃមួយចំនួនទៀតខ្ញុំបាទសូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងអចេតនាសូមអរគុណច្រើនជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀតជម្រាបលា